lần thà bà bọn ngầm mi san lùi tiệm cái này tông nâng là Neo Sonic hay là Pip Sniper Thread ấy kì chẳng là không bà chẳng là nơi không thạch market bao dưỡng vì mình strategy tràn chẳng dừng đầm bay mơ strategy dừng cho nhà tre 4 hay dừng giờ phía copy x bà copy x đăng báo bà nâng khơi strategy tầm on này bằng bà chẳng được không strategy tầm on đi bà dừng đăng tầm on này hỏi cứ Neo cứ mình nói trend này Neoនេះគឺជាជនជាតិអ៊ីតាលីបទពិសោធន៍ការ trend របស់គាត់ច្រើនឆ្នាំមែនទែនហើយ10ឆ្នាំចុងក្រោយគាត់ trend ឲ្យ World Bank បាទ exclusion តម្រាំយកគាត់មកបានបាទមិនងាយទេបងប្អូនមិនងាយទេតម្រាំយកបានមក corporate គាត់មក trend នៅក្នុង tech market នេះហើយផ្ដល់ឱកាសឲ្យបងប្អូនយក copy គឺមិនងាយទេអញ្ចឹង strategy ដែល exclusion recommend មានតែ2ទេបងប្អូនណាគឺ Neo នេះបាទ Neo FX នេះមួយហើយនឹង Sonic មួយទៀត Neo នេះបើនិយាយពីប្រវត្តិការ trade record នៅក្នុងនេះគឺមានទើបមួយឆ្នាំទេប៉ុន្តែប្រវត្តិ trade របស់គាត់មកដល់ថ្ងៃនេះគឺចូល around 20ឆ្នាំជាង30ឆ្នាំហើយបងប្អូនណាបទពិសោធន៍គាត់តែ record ដែលដាក់ឈ្មោះថា Neo FX ហ្នឹងណាបងប្អូន check នៅក្នុង My FX book អ្នកដែលចេះ trade check បានគឺ report របស់គាត់គឺមួយឆ្នាំទេចំណែក Sonic នេះតាំងពីឆ្នាំ2024មកអញ្ចឹងមកដល់ពេលនេះគឺខ្ទង់2ឆ្នាំជាងហើយបាទអញ្ចឹង Neo trade លើអី Neo គឺតែ euro ទេបងប្អូនណា euro ជាមួយនឹងដុល្លារគូ trade របស់គាត់បងប្អូនចង់មើលព័ត៌មានលម្អិតគាត់ណាបងប្អូនចុច detail មកលើវាមកបងប្អូននឹងមើលដឹងនៅលក្ខណៈមួយចំនួនអញ្ចឹងណាបាទនេះចំនួនអ្នក follower របស់គាត់មានន័យថាចំនួនអ្នក copy បើគិតរយៈពេលដែលគាត់ trade ម្ដងថ្ងៃនេះគឺ95ថ្ងៃហើយ performance fee នេះគឺសំដៅទៅលើការកាត់ fee នៅពេលដែលបងប្អូនចំណេញបាទគេកាត់ 30% ហើយ minimum investment គឺ$10ទុនសរុបដែលគាត់កំពុងតែបង្កាប់ copy ហ្នឹងគឺ asset under management ហ្នឹងគឺ23លានជាងបាទ RI ផលចំណេញម្ដងថ្ងៃនេះដល់ប៉ុណ្ណេះ win rate របស់គាត់ 88.42 max drawdown ប្រវត្តិដែលគាត់ធ្លាប់ខាតច្រើនបំផុត 0.9 បាទអញ្ចឹងគឺគេមាន detail នៅក្នុងនឹងទាំងអស់នៅពេលដែលបងប្អូនចុច detail មកគឺអ្នកដែលយល់អំពីវិស័យនេះគឺអាចមើលយល់តែម្ដងព្រោះគេលម្អិតឲ្យច្បាស់បងប្អូនចង់ copy គឺគាត់តែចុច connect នេះទៅ copy បានហើយបាទតែខ្ញុំមិននេះទេខ្ញុំចង់រៀបរាប់ព័ត៌មានត្រួសសម្រាប់ឲ្យបងប្អូនយើងអញ្ចឹងណាបាទយើងចុច back មកវិញនិយាយអំពី Sonic ម្ដងបាទ Sonic នេះគឺបដោតទៅលើតាមាសទេ Sonic trade តាមាសទេហើយ Sonic នេះគឺ AI ជាអ្នក trade នៅខាងក្រោយ AI នេះគឺមាន team ដែលគេ develop AI នេះឡើងអញ្ចឹងណាហើយ AI ថ្ងៃនេះគឺ 93000 ជាងកំណើតនៃអ្នក copy គឺកើនលឿនមែនទែនដោយសារតែ Sonic នេះបាទគេប្រម៉ូទវាតាំងពីឆ្នាំ2024មកមានអ្នកស្គាល់វាច្រើនមែនទែនបាទអញ្ចឹងគឺកំណើតនៃអ្នក copy កើនលឿនមែនទែនបាទហើយ win rate របស់វានេះចង់តិចជាង Neo ផងបាទតែ RI របស់វាគឺច្រើនជាង max drawdown ដែលវាធ្លាប់ខាតច្រើនផុត 0.26 ទេបាទអញ្ចឹងគឺនឹងឯងបងប្អូនចុចចង់ចុច copy មកចុច connect នេះមកគឺ copy បានទេអញ្ចឹងរវាង strategy ទាំងពីរនេះជា strategy ល្អដូចគ្នាដោយសារតែសុវត្ថិភាពទៅលើដើមទុនការគ្រប់គ្រងដើមទុនរបស់វាគឺ99.99% ដូចគ្នាដែលយើងមិនព្រួយបារម្ភថាខ្លាចដាច់ account ឬដាច់លុយរបស់យើងអញ្ចឹងណាហើយផលចំណេញរបស់វាក្នុងមួយខែបាទជាមធ្យម 10% នឹងឯងបាទខែមុនខ្ញុំ copy អានេះបាន17អានេះបាន13ទេអញ្ចឹងលទ្ធផលបេះទៅលើភាពជាក់ស្ដែងឥឡូវនេះដូចជាមួយអាទិត្យចុងក្រោយហើយនឹងអាទិត្យនេះគឺថាកំណើននៃ Sonic នេះគឺកើនលឿនមែនតើចំណេញច្រើនមែនតើពីអាទិត្យចុងក្រោយនេះដូច្នេះបើសិនបងប្អូនមានលុយបងប្អូនប្របែកទៅបាទ Neo 60% ឬ 70% អញ្ចឹងទៅ Sonic 30 ឬ 40% ទៅអាស្រ័យលើបងប្អូនទេអញ្ចឹងបើបងប្អូនផ្ដោតលើសុវត្ថិភាពគឺតែពីរនេះទេអញ្ចឹងណាបងប្អូនហើយបញ្ជាក់ exclusion គឺប្រម៉ូទតែ2 strategy នេះទេជាក់ស្ដែងយើងមាន56 strategy នេះគឺ exclusion គឺអត់ប្រម៉ូទយើងទាំងអស់ទេអញ្ចឹងបងប្អូនត្រូវដឹងបើសិនជាបងប្អូន copy strategy ផ្សេងមានន័យថាមិនមែនជាការ recommend របស់ exclusion ទេគ្រាន់តែថាបងប្អូនមានសិទ្ធិ copy សម្រាប់ចិត្តដោយខ្លួនឯងអញ្ចឹងណាបាទឥឡូវនិយាយអំពី Pip Sniper វិញម្ដងជាក់ស្ដែង Pip Sniper មិនស្ថិតនៅក្នុងការ recommend របស់ exclusion ទេតែដោយសារតែបងប្អូនយើង leader
còn club copy còn ban phơi cho nên biển nàyច្រើនvì mà khai là hốt đo bà tung rồi phần biên này chẳng đấy khai muốn đối chia chất sập thì rồi chiều bà khai được trong copy tập 4 nhưng còn pháo cho nên bây rồi thì rồi khai và tốt cho nên rồi thì rồi khai đấy kia tung chất sập tay sập thì rồi này với nơi tại khăn nơi tại lò này rồi là tha hai này pay bằng viết pu chiêng pi hàng lừaហើយវាក៏មិនថឹកនៅក្នុង strategy មួយដែល exclusion promote ជំរុញឲ្យបងប្អូន copy ដែរអញ្ចឹង pip sniper នេះបើនិយាយអំពីការ trade របស់វាបាទគូដែលវាបដោតគឺមាសបាទបដោតលើមាសខ្លាំងជាងគេហើយពេលខ្លះឃើញវា trade រូបិយប័ណ្ណផ្សេងដែរដូចមានដុល្លារអូស្ត្រាលីដុល្លារអឺរ៉ូអីអញ្ចឹងម្ដងម្កាលដែរវាឆ្មក់ម្ដងម្កាលដែរអញ្ចឹងវាអត់នេះទេបងប្អូនណាហើយ win rate របស់វាគឺតែ 71%ទេ macro down 0.8 បើនិយាយទៅអានេះយើងអាចបន្ថយបានដែរគ្រាន់តែថាបងប្អូនត្រូវដឹងថាវាអត់សុវត្ថិភាពស្មើអាពីខាងលើទេហើយអ្វីដែលយើងហ៊ានបន្ថយយើងយកចំណែកលុយយើងតែ 20% មកបន្ថយឲ្យបានហើយ20ឬ 30% ឲ្យបានហើយបើយើងមាន 10000 បន្ថយត្រឹម 2000 3000ឲ្យបានហើយបងប្អូនណាអានេះខ្ញុំ recommend ក្នុងនាមខ្ញុំជា leader ខ្ញុំ recommend ប៉ុណ្ណឹងចំណែកពិតប្រាកដនោះគឺបងប្អូនសម្រាប់ចិត្តបែបណាហ្នឹងវាអត់សំខាន់ទេសំខាន់បងប្អូនចេះទទួលខុសត្រូវខ្លួនឯងហើយ Neo Sonic នេះគឺ exclusion recommend ប៉ុន្តែមិនមែនមានន័យថារាល់កំហាត់បងឬក៏ការប្រឈមមុខហានិភ័យណាមួយទៅថ្ងៃក្រោយ exclusion ទទួលខុសត្រូវឬក៏រងទីទៅលើដើមទុនបងប្អូនទេគឺនៅតែបងប្អូនសម្រាប់ចិត្តដែលឯករាជ្យនឹងការទទួលខុសត្រូវផ្ទាល់ខ្លួនដែរទេបាទអញ្ចឹងកុំយល់ច្រឡំណាបងប្អូនកុំយល់ច្រឡំហើយក្រៅពី 3 strategy នេះយើងមានបាទយើងមានបានន័យថា53 strategy ទៀតដែលខ្ញុំអត់លើកមកនិយាយអញ្ចឹងបងប្អូនតាមដានសិក្សាខ្លួនឯងបន្ថែមទៅអញ្ចឹងណាហើយបើ copy ខុសពី3ហ្នឹងឬក៏ណាហ្នឹងគឺបងប្អូនត្រូវដឹងថាវាមិនស្ថិតនៅក្នុងការ recommend របស់ exclusion ទេ exclusion recommend តែ2ទេហើយ leader របស់យើង Pip Sniper គឺជាការ recommend របស់ leader របស់យើងទេបាទគាត់ថាបងប្អូនដឹងអញ្ចឹងហើយឲ្យច្បាស់អញ្ចឹងបើលុយយើងធំបងប្អូនផ្ដោតលើសុវត្ថិភាពបើលុយយើងតិចតួចអាហ្នឹងយើងផ្ដោតលើឲ្យច្រើនទៅដោយសារអីវាធ្វើឲ្យលុយយើងកើនលឿនដែរប៉ុន្តែបងប្អូនត្រូវដឹងថាបើសិនតែដាច់បងប្អូនអាចនឹងស្ដាយក្រោយដែរអញ្ចឹងណាបាទដូចជាស្ដែងការដែលយើងផ្ដោតទៅលើ profit កាន់តែធំហានិភ័យវាកាន់តែខ្ពស់ដែរវាអត់នេះទេជាក់ស្ដែងបងប្អូនយើងដឹងហើយការរកស៊ីអីក៏ដោយអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងវីដេអូនេះខ្ញុំ detail ឲ្យបងប្អូនយើងកាន់តែ clear បន្ថែមទៀតដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តបងប្អូនតែអ្វីដែលខ្ញុំ recommend ចេញពីចិត្តអូខេ 50% ទៅ 70% បងប្អូនដាក់ Neo ទៅបាទ 50% ទៅ 70% ដាក់ Neo ទៅហើយ 30% ទៅ 40% បងដាក់ Sonic ទៅហើយក្រៅទៅបងប្អូនអាចនឹងគិត strategy ដែលច្រើនទៅឬក៏មិនអញ្ចឹងទេបងប្អូនដាក់ Neo នេះ 70% អានេះ 30% ទៅនៅពេលដែលផលចំណេញពី Neo Sonic ចាំយកបងប្អូនយកទៅលេងគឺវាសុវត្ថិភាពតែម្ដងប្រហែលថាឥឡូវបងប្អូនមាន 10000 តែនេះ 7000 ណានេះ 3000 រៀងរាល់ខែបងប្អូនមានផលចំណេញបងប្អូនយកផលចំណេញទៅលេង strategy ផ្សេងគឺស្មើនឹងបងប្អូនសុវត្ថិភាព 100% ដែរទេព្រោះយើងយកផលចំណេញទៅលេងយើងអត់មែនយកដើមឬគ្រាប់ពូជយើងទៅលេងទេអញ្ចឹងណាតែបងប្អូនថាទៀតអាចនឹងដាក់អានេះ 60% ទៅមានន័យថា 10000 ដាក់ 4000 ហើយ3000 ទៀតដាក់នេះដាក់អានោះគឺ 1000 នេះយើងទៅចឹងចិត្តលេង 10% ហ្នឹងទៅវាអាស្រ័យទៅលើការសម្រេចចិត្តបងប្អូនអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងដើម្បី detail លម្អិតជូនបងប្អូនខ្ញុំតែថែមទៀតជាជំនួយក្នុងការសម្រេចចិត្តណាបងប្អូន